តាមអ្វីដែលសច្ចៈសច្ចੰមនីអេសីលោកបានមកប្រាប់ថាមនុស្សទាំងឡាយនៅក្នុងផែនដីនេះបាត់បង់នូវគុណធម៌បាត់បង់នូវវិន័យឬហៅថាជាសិលទ្រទ្រង់សភាវៈនៃអត្តភាពជាមនុស្សហើយមានន័យថាមនុស្សរស់នៅមានរាងកាយជាមនុស្សប៉ុន្តែបាត់បង់នូវគុណធម៌ជាមនុស្សលែងរស់នៅដូចជាមនុស្សសោទៀតហើយគឺរស់នៅដូចជាសត្វដេរឆានរស់នៅដូចជាមនុស្សប្រេតរស់នៅដូចជាមនុស្សនរកមានន័យថាជាមនុស្សដែលភ្លេចកំណើតភ្លេចអត្តភាពជាមនុស្សលែងខ្វាយខ្វល់ពីគុណធម៌ដែលខ្លួនបានកើតមកជាមនុស្សដែលក្រក្រៃលែងនោះក្រលែងមើលឃើញអំពីគុណតម្លៃនៃមនុស្សជាតិរបស់ខ្លួនឯងឬមនុស្សជុំវិញខ្លួនហើយគឺចាប់ដើមសម្លាប់គ្នាកាប់ប្រហារគ្នាបំផ្លាញគ្នាព្យាបាទគ្នាប្រទុះក្តៅកាហាយគ្នាទៅវិញទៅមកដែលហើយទៅសូម្បីតែមនុស្សដែលគោរពនៅក្នុងលទ្ធិសាសនាតែមួយក៏មានគំនិតគិតព្យាបាទគ្នាដែរណាឬក៏មនុស្សដែលមានការគោរពក្នុងជំនឿដូនតាដូចគ្នាតែគ្រាន់តែខុសនៃខុសទិដ្ឋិការយល់ឃើញមួយចំណែកក៏មានការប្រទុះបាញ់បោះប្រហារពាក្យសម្ដីចោទលាពណ៌គ្នាទៅវិញទៅមកក៏មានហើយដល់ហើយទៅគឺនៅក្នុងនោះក៏មានគេហៅថាឱកាសបានដៃរបស់ពួកមីអសលបញ្ជ្រាបសម្បកមនុស្សនឹងមកដើម្បីចាត់ការបំផ្លាញនៅមហាកុសលចិត្តរបស់បុគ្គលឬមនុស្សអ្នកប្រព្រឹត្តគុណធម៌ដែលហើយទៅទៀតទៅសូម្បីតែមនុស្សដែលព្យាយាមរក្សាសិល5ក៏លែងជាប់កុំថាដោយរក្សាសិល8រក្សាសិល5ហ្នឹងក៏លែងជាប់ដែរដោយសារតែមានមៀមកជ្រែកមានមៀមកកាត់ផ្ដាច់មានរឿងជាផលរំខានគ្រប់បែបយ៉ាងគឺមកគ្រប់ទម្រង់គ្រប់រូបភាពទាំងអស់មនុស្សហាមឃាត់ញាតិហាមឃាត់ណាកូនហាមឃាត់ឪពុកហាមឃាត់ម្ដាយមិនឲ្យសមាធិមិនឲ្យរក្សាសិល5មិនឲ្យគោរពធម៌មិនឲ្យស្ដាប់ធម៌ខ្លាចបែកខ្លាចវង្វេងខ្លាចឈួតអីជាដើមអញ្ចឹងទៅជាមានគំនិតការបញ្ជ្រាបខុសណាពីចិត្តអាក្រក់របស់ខ្លួនដែលជាអវិជ្ជាជាកំណើតនៃការបំផ្លាញរបស់សត្វលោកអញ្ចឹងបើសិនជាយើងទាំងអស់គ្នាមិនព្យាយាមសិក្សាពីគុណធម៌ឡើងមកវិញទេគេហៅថាយើងខ្លួនឯងក៏ចាប់ផ្ដើមឆ្ងាយពីគុណធម៌នោះដែរព្រោះនៅពេលដែលយើងលែងគោរពគុណលែងដឹងគុណណាលែងជឿជាក់ទៅលើគុណលើកដំកើងគុណគឺថាសូម្បីតែដូនតារបស់យើងនេះដូចជាមេតបមហានគរខ្មែរក្តីបងកងទ័ពជួងមុខដែលបានពលីជីវិតក្តីយើងស្ទើរតែគិតថាលោកស្លាប់ហើយគឺសូន្យលែងមានន័យខ្លឹមសារសម្រាប់យើងតែបើអ្នកដែលនៅរំលឹកគុណដឹងគុណអ្នកដែលមានគុណធម៌ឬកូនចៅដែលមានគុណជាតិជាគុណធម៌ពិតប្រាកដគឺទោះបីជាដឹងថាមេតបខ្មែរគ្រប់ចំនួនគ្រប់សម័យកាលកងទ័ពបងកងទ័ពជួមុតពលីជីវិតទៅយ៉ាងណាក្តីក៏ដឹងថាលោកនៅតែបដិសន្ធិក្នុងវិបាកជាវិញ្ញាណឬក៏ជាអរុក្ខរៈទេវតាឬក៏ជាបារមីបងបុត្រណាមួយឬក៏នៅរក្សានៅក្នុងកាយចិត្តគំនិតណាដើម្បីការពារទឹកដីនគររបស់យើងមិនថាទៅកើតជាមនុស្សវិញឬទៅកើតទៅជាក្នុងកំណើតភពភូមិណាទេនៅតែស្រឡាញ់ជាតិទឹកដីមហានគរចង់រក្សាកូនចៅហើយចង់ធ្វើបុណ្យចង់ធ្វើអំពើល្អសេចក្តីល្អផ្សាយទៅដល់បុព្វវរៈមេតបនិងមហានគរខ្មែររបស់យើងនឹងគឺជាអ្នកដែលមានការគោរពគុណពិតប្រាកដឪពុកម្ដាយញាតិខណ្ឌសន្តានរបស់យើងទាំងតូចទាំងធំគ្រប់ចំនួនគឺយើងនៅដឹងគុណនៅគោរពគុណរបស់លោកនៅតែធ្វើបុណ្យផ្សាយមេត្តាឧទ្ទិសកុសលទោះដឹងថាដល់ក្តីមិនដល់ក្តីប៉ុន្តែចិត្តគំនិតការដឹងគុណរលឹកគឺជាការព្យាយាមតបទៅដោយគ្រប់រូបភាពទាំងអស់អញ្ចឹងនេះមិនមែនជារឿងបញ្ហាហើយក៏មិនមែនជាគេហៅថាការខុសដែរគឺជារឿងត្រឹមត្រូវបំផុតហើយបងប្អូនគិតមើលមនុស្សរស់យើងមិនបានតបគុណអញ្ចឹងពេលដែលលោកអស់ជីវិតទៅក៏យើងដឹងហើយថាយើងសិក្សាព្រះពុទ្ធសាសនាគឺព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងច្បាស់ណាស់ថាសត្វទាំងឡាយទាំងពួងហ្នឹងគឺនៅមានបដិសន្ធិវិបាកមិនមែនទៅកើតជារូបកាយកំណើតទៅទាំងដុលទេនិយាយអញ្ចឹងគឺខុសមានន័យថាមិនមែនជាបរោះកបរោះខហើយកើតទៅជាបរោះកបរោះខវិញទេបានន័យថាបើសិនជាគាត់នៅជាបរោះខនៅពេលនៅរស់នេះអញ្ចឹងពេលស្លាប់ទៅអាចទៅជាបរោះគោបរោះខឬក៏ជាបដិសន្ធិវិបាកនៅក្នុងទេវតាកំណើត
ប្រែតនៅរូបដេរឆានអសូរកាយឬក៏ព្រំឬក៏មកមនុស្សវិញទៅតាមវិស័យបុណ្យរបស់លោកអត់ទៀងទេប៉ុន្តែយើងត្រឹមដឹងថាគឺនៅកើតទៀតព្រោះព្រះពុទ្ធសាសនាបង្រៀនអញ្ចឹងព្រះពុទ្ធសាសនាគឺបង្រៀនថានៅពេលដែលយើងអស់ជីវិតទៅគឺយើងនៅកើតទៀតតែកើតជាអីទៅតាមវិបាកមិនកំណត់ហើយក៏មិនទៀងទាត់ថាទៅជាស្អីយើងមិនមែនថាយើងជាមនុស្សនេះស្លាប់ទៅកើតជាមនុស្សវិញទេឬអ្នកខ្លះអាចស្លាប់ពីមនុស្សទៅជាដេរឆានដោយសារតែរឿងនឹងហើយដែលព្រះអង្គចង់ប្រាប់មនុស្សថាកុំឲ្យមនុស្សនឹងប្រមាទព្រោះបើខ្លួនឯងកើតមកជាមនុស្សមិនមែនថាខ្លួនឯងបានជាមនុស្សហើយស្លាប់ទៅវិញមកជាមនុស្សវិញទេបើខ្លួនឯងធ្វើបុណ្យមិនល្អណាធ្វើបុណ្យដោយគេហៅថាសៀតគេហៅថាបុណ្យដែលកំណាញ់គេហៅថាធ្វើដោយកំណាញ់ធ្វើដោយស្ដាយធ្វើដោយខឹងខើដោយទើសទាស់នឹងអាចទៅក្នុងការកំណើតតាមវិស័យបុណ្យនឹងមិនល្អទៅតាមនឹងដែរអញ្ចឹងបុណ្យដែលធ្វើឲ្យចូលតាំងចិត្តឲ្យល្អប្រសើរដើម្បីធ្វើទៅលះឲ្យអស់ពីចិត្តដើម្បីបានអានិសង្សមកគ្រប់បរិបូរណ៍វិញហើយបើសិនជាយើងធ្វើបាបធ្វើកម្មអាក្រក់នឹងក៏អាចទៅក្នុងកំណើតអាក្រក់នៅក្នុងសញ្ជាតិអាក្រក់ដែរព្រោះបើកាលណាបុណ្យដែលបានបំពេញបានធ្វើនៅមានការខ្វះចន្លោះអញ្ចឹងអាចនឹងវិលមកកើតជាមនុស្សវិញឬក៏អាចនៅក្នុងកំណើតជាទេវតាសន្សំបុណ្យអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់បញ្ជាក់បងប្អូនថាគុណធម៌ប្រែថាធម្មជាតិជាគ្រឿងញ៉ាំងសត្វលោកទាំងឡាយឲ្យទ្រទ្រង់នៅអំពើល្អដឹងខុសត្រូវស្គាល់គុណស្គាល់ទោសចេះតបគុណចេះសងគុណចេះដឹងគុណចេះគោរពគុណលើកតម្កើងគុណធម៌នោះហើយគឺជាអ្វីដែលយើងត្រូវកាន់យកហើយត្រូវរំលឹកត្រូវរលឹកមកវិញអញ្ចឹងក្នុងពេលនេះយុគ9ជាយុគដែលក្តៅគេយុគភ្លើងនេះហើយតាមផ្លូវសច្ចបារមីគឺពិតប្រាកដថាជាយុគនៃការរែងសម្អាតមនុស្សជាយុគនៃការដុតបំផ្លាញមនុស្សអាក្រក់អញ្ចឹងកាលណាបងប្អូនបាត់បង់នូវគុណធម៌គឺបងប្អូនមិនអាចតន់នៅភាពអច្ឆរិយៈនិងមិនអាចរួចផុតអំពីគ្រោះនៃការរែងសម្អាតយុគមនុស្សនៅក្នុងយុគ9នេះបានទេនឹងជួបតែរឿងអាក្រក់នឹងជួបតែរឿងវិនាសកម្មនៅក្នុងពេលខាងមុខហើយបងប្អូនខ្លះក៏ត្រូវតែទូទាត់កម្មជាមួយនឹងគេទូទាត់បាបជាមួយនឹងម្ចាស់កម្មណាមានរឿងតូចមានរឿងធំមានរឿងជាប់ខ្នោះដៃខ្នោះជើងជាដើមអញ្ចឹងទៅណាដែលជាអំពើកម្មដែលខ្លួនភ្លើតភ្លើនប្រមាថនៅក្នុងយុគ9នេះនៅក្នុងសម័យនៃការរែងសម្អាតយុគមនុស្សចាប់ពីឆ្នាំ2024មកណា2024 2025 2026មានន័យថាយុគភ្លើងឬក៏យុគ9នេះគឺបានរយៈពេល2ទៅ3ឆ្នាំហើយអញ្ចឹងអ្នកណាដែលប្រហើនប្រមាថនៅក្នុងយុគ9នេះចាប់ពី2027 2028 2029នឹងឃើញការពិតភ្លឺភ្នែកហើយព្រោះអត់មានអ្វីលាក់បាំងបានទេនៅក្នុងយុគនេះអញ្ចឹងដូចជាខ្ញុំបានចេញវីដេអូជម្រាបជូនបងប្អូនអញ្ចឹងថានៅក្នុងយុគ9នេះបើបងប្អូនចង់រក្សាទ្រព្យសម្បត្តិចង់រក្សាអត្ថិភាពជាមនុស្សចង់រក្សាញាតិរបស់ខ្លួនឯងឲ្យខ្លួនឯងបានសនុកសុខសប្បាយរួចផុតពីគ្រោះភ័យចូលបងប្អូននាំគ្នារំលឹកគុណដឹងគុណមានគុណធម៌នៅក្នុងខ្លួនដឹងគុណទឹកដឹងគុណដីដឹងគុណខ្យល់ដឹងគុណមេឃដឹងគុណទេវតាដឹងគុណដូនតាដឹងគុណបុព្វបុរសចំនួនមុនគ្រប់ចំនួនហើយមានមេត្តាចិត្តឲ្យខ្លួនឯងរស់នៅក្នុងសេចក្តីស្ងប់គឺចប់ទុក្ខចប់បញ្ហាទោះបីជាបងប្អូនមិនបានទៅតបគុណទៅលើបុគ្គលដែលគេធ្វើគុណចំពោះបងប្អូនចូលបងប្អូនរលឹកតែគុណនោះចោះក៏បានដែរព្រោះពាក្យតែគុណធម៌នេះមិនចាំបាច់តល់តែយើងទៅតបគុណឬទៅសងដោយស្រស់នោះទេឲ្យតែយើងមានការដឹងគុណនៅក្នុងចិត្តគោរពលើកតម្កើងគុណនោះគឺឈ្មោះថាប្រពៃព្រោះអ្នកខ្លះ
គាត់ចង់តបគុណសងគុណទៅលើមនុស្សដែលធ្វើល្អជាមួយគាត់ប៉ុន្តែគាត់មិនដឹងយកអីទៅតបព្រោះអ្នកដែលគេធ្វើនោះក៏គេមិនចង់បានស្អីមកវិញដែរហើយម្យ៉ាងវិញអ្នកខ្លះគាត់ក្រលំបាកទីតលណាស់គាត់ក៏មិនដឹងយកស្អីទៅតបស្នងសងគុណអញ្ចឹងមានតែការរលឹកគុណរបស់បុគ្គលដែលធ្វើចំពោះខ្លួនមិនថាធ្វើគុណតូចមិនថាធ្វើគុណធំរហូតដល់គុណជួយសង្គ្រោះជីវិតគឺត្រូវតែដឹងគុណត្រូវតែប្រកាន់ភ្ជាប់នៅក្នុងចិត្តហើយដូនតារបស់យើងនេះដែលបន្សល់ទឹកដីឲ្យយើងរស់នៅលើឈាមដូនតាយើងនេះឈាមក្រាលពេញដីក៏យើងរឹតតែត្រូវតែរលឹកដឹងគុណលោកចេះជូនបុណ្យលោកចេះផ្សាយមេត្តាឲ្យលោកណាចេះបួងសួងបង្អោននៅចិត្តសេចក្តីជ្រះថ្លាគោរពដល់លោកជាការប្រពៃការជាពលីដ៏ដំ